ហើយដំបូងខ្ញុំសូមបញ្ជាក់ថាកាលពីថ្ងៃទី23ខែមេសាកន្លងទៅក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រជាជនចក្រថៃបានសម្រេចដកខ្លួនចេញពីអនុសាសនៈយោគយល់ឆ្នាំ2001ពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់រវាងកម្ពុជានិងថៃហើយដែលប្រទេសយើងទាំងពីរបានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ2001ចឹងហើយបានយើងហៅថា MOU 2001នោះទី2កម្ពុជាបានសម្ដែងរួចមកហើយនៅការសោកស្ដាយចំពោះការសម្រេចចិត្តនេះតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកអង្គពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចំនួន2លើកទី1នៅថ្ងៃទី8ខែមេសានិងលើកទី2នៅថ្ងៃទី24ខែមេសាកន្លងទៅអនុសារណៈនេះជាអនុសារណៈដែលមានលក្ខណៈលើសពីកិច្ចព្រមព្រៀងខាងបច្ចេកទេសចឹងហើយបានយើងមានការសោកស្ដាយដោយសារតែអនុសារណៈនេះក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់ប្រទេសយើងទាំងពីរព្រោះវាបង្ហាញឲ្យឃើញអំពីសុឆន្ទៈរបស់ប្រទេសទាំងពីរនិងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរតាមរយៈនៃការព្រមព្រៀងគ្នាទៅលើក្របខ័ណ្ឌទ្វេភាគីមួយដើម្បីធ្វើការជួយអាជីវកម្មរួមគ្នាក្នុងតំបន់ដែលត្រួតស៊ីគ្នានៅតំបន់ខ្ពង់រាបបាតសមុទ្រផ្អែកទៅលើច្បាប់អន្តរជាតិចឹងហើយយើងក៏មានការសោកស្ដាយដោយសារតែការបាត់នៅការបាត់បង់នៅអនុសារណៈនេះវាប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរហើយមួយទៀតអនុសារណៈឆ្នាំ2001នេះក៏ជាក្របខ័ណ្ឌមួយដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរដែរផ្អែកទៅលើច្បាប់អន្តរជាតិហើយដែលនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងមិត្តភាពសហប្រតិបត្តិការនិងបម្រើនៅវិបលភាពរួមគ្នារវាងប្រទេសយើងទាំងពីរសូមបញ្ជាក់ម្ដងទៀតថាកម្ពុជានៅតែតាំងចិត្តគោរពអនុវត្តទៅតាម MOU ឆ្នាំ2001នេះទាំងខ្លឹមសារទាំងស្មារតីប៉ុន្តែក្នុងករណីដែលគណៈរដ្ឋមន្ត្រីនៃប្រជាជនចក្រថៃអនុម័តនៅការសម្រេចដកខ្លួនចេញពី MOU ឆ្នាំ2001នេះវានឹងមានន័យយ៉ាងម៉េចការបោះបង់ចោលនៅអនុសារណៈឆ្នាំ2001ពីសំណាក់ភាគីថៃនេះគឺមានន័យស្មើទៅនឹងការដែលថៃបោះបង់ចោលនៅយន្តការឬក៏កិច្ចព្រមព្រៀងទ្វេភាគីដែលយើងមានជាមួយគ្នាសម្រាប់ដោះស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នានៅខ្ពង់រាបបាតសមុទ្ររវាងប្រទេសយើងទាំងពីរហើយដែលយើងបានប្រើប្រាស់ក្នុងរយៈពេល25ឆ្នាំកន្លងមកហើយក្នុងករណីអស់យន្តការឬក៏ហៅថាក្របខ័ណ្ឌទ្វេភាគីនេះកម្ពុជានឹងបន្តស្វះស្វែងរកនៅច្រកទាំងឡាយណាដែលជាច្រកដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់